សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងរៀនមេរៀនទី9ដែលនិយាយអំពីការដាក់ column អញ្ចឹងកុំឲ្យខាតពេកយើងចូលមេរៀនទាំងអស់គ្នាអូខេយើងកំណត់กระดาษ A4 กระดาษពិឈរហើយនឹង margin អូខេអញ្ចឹងតើតើនឹងការប្រើ column អញ្ចឹងខ្ញុំសរសេរចំណងជើងនៃអត្ថបទមួយអូខេឥឡូវខ្ញុំបានចំណងជើងហើយឥឡូវជើងចូលទៅការប្រើប្រាស់នៅ column ទាំងអស់គ្នាអញ្ចឹងដើម្បីចូលទៅប្រើនៅដាក់ column យើងចូលពី layout អូខេអញ្ចឹងយើងមើលកន្លែង column ត្រង់នេះយើងចុច scroll នេះមកអូខេយើងយក more column អូខេអញ្ចឹងនៅពេលដែលចូលដល់ផ្ទាំងមួយនេះគឺតទៅនឹងការកំណត់នៅ column របស់យើងអូខេយើងអាចមើលឃើញកន្លែងនេះគឺ1គឺយើងអត់ទាន់កំណត់ទេខាងនេះគឺយើងឃើញថាកដាស់ស្លឹកកិច្ចការគឺចែកជា2ហើយមកខាងនេះគឺ3ខាងនេះគឺ2ដែរប៉ុន្តែខាងឆ្វេងនេះគឺវាទូជាងខាងស្ដាំមកខាងនេះគឺខាងស្ដាំវាតូចជាងខាងឆ្វេងអូខេអញ្ចឹងយើងអាចជ្រើសរើសទាំងទៅនៅគម្រោងនេះស្រាប់ដល់ឡែកយើងក៏លេខមើលខាងក្រោមនេះទៅតង number of column អញ្ចឹង number of column យើងអាចកំណត់បានបើចុចលេខ2គឺមានន័យថា column វាចេញជា2ចំណែកវាចុច3គឺវាចេញជា3ចំណែកអូខេអញ្ចឹងយើងកំណត់យក2អូខេយើងក៏លេខមកខាងស្ដាំនេះ line between អញ្ចឹងកន្លែង between មានន័យថាឲ្យយើងនឹងដាក់បន្ទាត់នៅចំកណ្ដាលនៃការបែកចែក column ហ្នឹងអូខេឥឡូវជាធ្វើការ click អូខេយើងឃើញ preview គឺមានបន្ទាត់អូខេអញ្ចឹងបន្តមកទៀតគឺយើងទៅទៅនឹង apply to អញ្ចឹង apply to នេះគឺទៅទៅនឹងការកំណត់กระดาษរបស់យើងអូខេយើងឃើញថាกระดาษនេះគឺនៅពេញទាំងអស់អញ្ចឹងយើងយក this point forward អញ្ចឹងយើងយកពីចំណុច cursor របស់យើងនេះគឺទៅក្រោមអូខេអញ្ចឹងយើងយកពីចំណុចដែលយើងដាក់ cursor នេះគឺទៅក្រោមយើងមើលគម្រោងនេះស្រាប់អូខេអញ្ចឹងទៅទៅនឹង start new column អញ្ចឹងបើយើងចុច start new column អញ្ចឹងមានថា column នោះគឺត្រូវបានចូលទៅទំព័រថ្មីអត់ទៅទំព័រដែលយើងកំពុងតែដាក់ cursor ទេគឺចូលទៅទំព័រថ្មីអញ្ចឹងខ្ញុំអត់ត្រូវការទៅទំព័រថ្មីទេគឺខ្ញុំត្រូវការចាប់ពី cursor ខ្ញុំដាក់ទៅអូខេអញ្ចឹងទៅទៅនឹងការកំណត់ column គឺមានតែប៉ុណ្្នឹងអូខេយើងអាចចុចនៅពេលដែលយើងធ្វើការ set ទៅតាមតម្រូវការរបស់យើងហើយយើងចុចអូខេអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម share អត្ថបទមួយអូខេអញ្ចឹងតើតងនឹង column មកខាងនេះគឺវាអត់ចេញទេអញ្ចឹងយើងចុច shift ហើយនឹង control ហើយយើងចុច enter អូខេអញ្ចឹង column មួយទៀតគឺបានចេញហើយវាចេញបន្ទាត់នៅខាងបន្ទាត់ឲ្យយើងឃើញស្រាប់អូខេអញ្ចឹងដោយសារតែអត្ថបទនេះគឺអត់ពេញទេវានៅអត់ពេញអញ្ចឹងយើងចុច select លើវាទាំងអស់ហើយយើងយក home ហើយយើង click តម្រឹមឆ្វេងតម្រឹមស្ដាំអូខេអញ្ចឹងយើងឃើញថាអត្ថបទនេះគឺរត់ស្មើគ្នាហើយមួយវិញទៀតយើងកំណត់នៅ paragraph របស់យើងអូខេអញ្ចឹងចុច0ហើយចុច single អូខេអញ្ចឹងវារត់ស្មើហើយម្ដងទៀតអូខេស្មើហើយអូខេអញ្ចឹងនៅពេលដែលយើងចង់ឲ្យបន្ទាត់នេះទៅcolumn ម្ខាងទៀតយើងដាក់យក cursor យើងចុចទៅcolumn ម្ខាងទៀតទៅវាទៅហើយអូខេអញ្ចឹងយើងសរសេរតទៀតអូខេអញ្ចឹងតើតទៅនឹងការដាក់ column គឺមានតែប៉ុណ្្នឹងទេហើយតកតទៅនឹងការដោះ column អញ្ចឹងដើម្បីដោះ column គឺយើងដាក់ cursor នៅខាងក្រោមនេះ
អូខេដាក់ cursor ខាងក្រោមគឺយើងចូលទៅកន្លែង layout ហើយយើងចូល column ហើយយើងចូល more column អូខេអញ្ចឹងយើងធ្វើការដោះគឺយើងចូលកន្លែងអូខេអញ្ចឹងបន្ទាប់ពីយើងចូល one នេះហើយយើងមើល apply to អញ្ចឹងយើងចុច apply to គឺយើងចុច this point forward អញ្ចឹង this point forward មានន័យថាចាប់ពី cursor របស់យើងគឺវាលែងមានបន្ទាត់ហើយអូខេដូចយើងមើលនៅក្នុង preview នេះគឺចាប់ពីកន្លែង cursor យើងដាក់មិញគឺខាងក្រោមគឺអត់មានទេគឺអស់ហើយអញ្ចឹងទៅទៅនឹងការដោះ column គឺមានតែប៉ុណ្្នឹងទេហើយយើងចុច OK អូខេអញ្ចឹង column យើងគឺត្រូវបានដោះហើយអូខេអញ្ចឹងខ្ញុំធ្វើការសរសេរមួយបន្ទាត់ទៀតដើម្បីបញ្ជាក់ថាតើ column យើងដោះឬអត់អូខេអញ្ចឹងយើងឃើញថា column គឺត្រូវបានដោះអញ្ចឹងដើម្បីដាក់មកវិញគឺយើងចុច enter មានន័យថាយើងដាក់ចាប់ពី cursor នេះទៅអូខេដាក់ cursor នៅត្រង់ដែលយើងចង់ដាក់ហើយយើងចុច column ហើយយើងយក more column អូខេហើយយើងធ្វើការកំណត់ថាថ្មីអូខេឥឡូវខ្ញុំកំណត់យក2យក3អូខេខ្ញុំប្រើ line ហើយខ្ញុំជឿត្រូវ apply to កន្លែងនេះគឺយើងយក this point forward ណាអញ្ចឹងចាប់ពី cursor របស់យើងទៅគឺវាមាន column 3ហើយជួរអូខេអញ្ចឹងខ្ញុំធ្វើការសរសេរបន្តទៀតអូខេអញ្ចឹងតើតងទៅនឹងការដាក់ឲ្យចេញបន្ទាត់មានថា column ទី2ទី3ឲ្យចេញបន្ទាត់យើងចុច shift ហើយ control ហើយចុច enter អូខេ enter មួយទៀតវាចេញបន្ទាត់មួយទៀតហើយចេញ column 3អូខេអញ្ចឹងយើងធ្វើការ select ដើម្បីយើងកំណត់ paragraph អូខេយើងយកតម្រឹមកណ្ដាលហើយយើងចូល paragraph អូខេយើងយក single អូខេអញ្ចឹងយើងធ្វើការសេតទៀតអូខេដូចលើកមុនដែរគឺយើងចូលទៅ column ទី2យើងយក mouse យើងចុចទៅcolumn ទី2ទៅចេញហើយអូខេអញ្ចឹងទៅនឹងការដោះ column គឺយើងធ្វើដូចមុនដែរយើងដាក់ cursor នៅខាងក្រោមបន្ទាប់ទៅយើងចូល layout ហើយចូល column ហើយយើងចុច more column ហើយជ្រើសរើស one អូខេហើយយើងកំណត់កន្លែង apply to គឺយើងយក this point forward អូខេចុចអូខេ column គឺយើងត្រូវបានដោះហើយអូខេអញ្ចឹងតើតទៅនឹងការប្រើ column គឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយអាចអនុវត្តបានអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមដល់ចប់